ចាស់អាយុកាល50ឆ្នាំប៊ីនឹងដួលរលំបន្ទាប់ពីកែលម្អទៅជាខុនដូប្រណិតប្រហែលជាមតិមួយចំនួននឹងលើកឡើងថាអញ្ចឹងហើយបណ្ណាគារចាស់ភាគច្រើនគេសុខចិត្តជ្រើសរើសក្នុងការវាយចោលតែម្ដងពីព្រោះថាការដែលជួសជុលអគារទាំងនោះវានឹងអាចបង្កហានិភ័យធ្ងន់ដល់តំបន់ជុំវិញហើយបើទុកចោលក៏វាមានគ្រោះថ្នាក់ដែរប៉ុន្តែការប៊ីនឹងដួលរលំនៃអគារ Manhattan នេះវាអត់ដូចអ្វីដែលអ្នកទាំងអស់គ្នាបានគិតទេចង់ដឹងច្បាស់កុំភ្លេចទស្សនាវីដេអូនេះឲ្យចប់ទាំងអស់គ្នាវិបត្តិនៃការវិកោងរបស់អគារកម្ពស់37ជាន់នៅតំបន់ Manhattan ទីក្រុង New York កាលពីថ្ងៃទី7ខែកក្កដាឆ្នាំ2026ថ្មីៗនេះមិនមែនគ្រាន់តែជាបញ្ហាវិស្វកម្មដែកថែបធម្មតានោះទេប៉ុន្តែវាប្រៀបដូចជារូបភាពដ៏គួរឲ្យខ្លោចចិត្តនៃមនុស្សចាស់អាយុ50ឆ្នាំម្នាក់ដែលត្រូវគេបង្ខំឲ្យលីសែងបន្ទុកធ្ងន់ហួសកម្រិតរហូតហៀបនឹងបាក់ឆ្អឹងក្នុងស្លាប់អគារអាយុកាល50ឆ្នាំមួយនេះដើមឡើយជារចនាសម្ព័ន្ធដែលហត់នឿយទៅតាមពេលវេលាដូចជាមនុស្សវ័យកណ្ដាលដែលកំពុងតែឈឺឆ្អឹងឈឺសន្លាក់ចុកខ្សោយតាមពេលវេលាប៉ុន្តែក្នុងគោលបំណងបំផ្លាញវាទៅជាខុនដូប្រណិតជាង1600 យូនីតមនុស្សចំនួនក្រោយបានសម្រេចចិត្តបន្ថែមជាន់ថ្មីរហូតដល់15ជាន់ពីលើក្បាលរបស់វាដោយខ្វះការត្រួតពិនិត្យគ្រឹះឲ្យបានត្រឹមត្រូវវាអត់ខុសអីពីកូនចៅដែលយកបាវអង្ករធ្ងន់ៗកូរបន្ថែមទៅលើឪពុកចាស់ជរាដោយគិតតែពីផលប្រយោជន៍ចំណេញនិងប្រហែលថាគាត់អាចទ្រាំបានឬមិនបានជាលទ្ធផលសរសៃដែកថែបជាឆ្អឹងខ្នងមេនៅជាន់ទី21បានកោងវាចយ៉ាងអណោចអធមបានធ្វើឲ្យផ្ទៃបេតុងស្រុតចុះក្រោមនិងប្រេះស្រាំដូចជាសរសៃឈាមហៀបនឹងផ្ទុះមនុស្សរាប់រយនាក់ត្រូវបានរត់ភៀសខ្លួនទាំងភ័យស្លន់ស្លោហើយចុងក្រោយអគារដែលធ្លាប់តែរឹងមាំបែរទៅជាត្រូវឈរដោយផ្អែកឈើច្រត់ដែកជំនួសបណ្ដោះអាសន្នព្រឹត្តិការណ៍នេះបានបង្កើតទៅជាសំណួរមួយចំនួនថាចុះបើមិនអភិវឌ្ឍត្រូវទុកវាចោលឲ្យពុកផុយឬអគារចាស់បែបហ្នឹងត្រូវតែវាយចោលទាំងអស់ពិតណាស់បើទុកចោលវានឹងខូចខាតតាមពេលវេលាដដែលប៉ុន្តែបើវាយចោលវានឹងបាត់បង់អត្តសញ្ញាណទីក្រុងដូច្នេះបញ្ហាមិនស្ថិតនៅលើការអភិវឌ្ឍទេប៉ុន្តែវាស្ថិតនៅលើវិធីក្នុងការអភិវឌ្ឍវាដូចជាមនុស្សចាស់ម្នាក់ដែលគាត់នៅតែមានតម្លៃនិងមានសកម្មភាពក្នុងសង្គមប៉ុន្តែការផ្ដល់ការងារឲ្យគាត់គឺត្រូវធ្វើទៅតាមលទ្ធភាពនៃវ័យរបស់គាត់មិនមែនបង្ខំឲ្យគាត់ទៅលើកទម្ងន់ធ្ងន់ជាមួយក្មេងៗដោយគ្មានពង្រឹងសុខភាពជាមុននោះឡើយមេរៀនចុងក្រោយពីអគារ Manhattan គឺសិល្បៈនៃការយោគយល់បើចង់ឲ្យអភិវឌ្ឍសំណង់ចាស់គេត្រូវតែចាប់ផ្ដើមពីការថែទាំនិងពង្រឹងគ្រឹះខាងក្រោមឲ្យមាំមួនជាមុនសិនមិនមែនគិតតែពីប្រញាប់ប្រញាល់សាងសង់ជាន់ខាងលើដើម្បីប្រមូលលុយនោះទេទើបរាងកាយចាស់ជរាមួយនេះអាចបន្តឈរពាំងខ្យល់ជួយការពារក្មេងៗជំនាន់ក្រោយរាប់សិបឆ្នាំទៅមុខទៀតដោយគ្មានថ្ងៃដួលរលំ